នាថ្ងៃប្រហោះ6កើតខែបោះឆ្នាំអាសាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី25ខែធ្នូឆ្នាំ2025នៅទីស្តីការក្រសួងឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026របស់ក្រសួងអភិវឌ្ឍជនបទដោយមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការឯកឧត្តមលោកជំទាវលោកស្រីជាថ្នាក់ដឹកនាំក្រសួងជាមួយគ្នានោះផងដែរឯកឧត្តមលោកជំទាវដែលជាទីប្រឹក្សាក្រសួងនិងមន្ទីរអភិវឌ្ឍជនបទទាំង25រាជធានីខេត្តបានអញ្ជើញចូលរួមតាមរយៈប្រព័ន្ធនិមិត្ត Zoom Meeting ជាកិច្ចចាប់ផ្ដើមឯកឧត្តមឈឹមសៅគីរដ្ឋលេខាធិការប្រចាំការបានអានរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំរយៈពេល2ថ្ងៃដែលមានសមាជិកចូលរួមដោយផ្ទាល់ចំនួន568រូបកិច្ចប្រជុំបានដំណើរការដោយមានការធ្វើបទបង្ហាញតាមកម្មវិធីអតិភិបទាំង5របស់ក្រសួងដោយមានប្រធានបទសំខាន់ដូចជាកម្មវិធីទី1ប្រធានបទមានផ្លូវធ្វើឲ្យជីវភាពប្រសើរឡើងកម្មវិធីទី2ប្រធានបទទឹកស្អាតនិងអនាម័យសម្រាប់ទាំងអស់គ្នាកម្មវិធីទី3ប្រធានបទភូមិគំរូនិងការអភិវឌ្ឍប្រកបដោយបរិយាបន្នកម្មវិធីទី4ប្រធានបទពិពិធកម្មសេដ្ឋកិច្ចជនបទដើម្បីបង្កើនប្រាក់ចំណូលគ្រួសារនិងកម្មវិធីទី5ប្រធានបទពង្រឹងអភិបាលកិច្ចដើម្បីគុណភាពស្ថាប័នព្រមទាំងមានការចូលរួមពិភាក្សាយ៉ាងផុសផុសផ្ដល់ជាមតិយោបល់ដើម្បីជាមូលដ្ឋាននៅក្នុងការរៀបចំទិសដៅការងារឆ្នាំ2026ឲ្យកាន់តែមានប្រសិទ្ធភាពតាមរយៈកិច្ចប្រជុំបូកសរុបនេះក្រសួងអភិវឌ្ឍជនបទទទួលបាននូវសមិទ្ធផលល្អគួរជាទីមោទនភាពនៅក្នុងការចូលរួមអនុវត្តនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ប្រកបដោយជោគជ័យស្របទៅតាមផែនការដែលបានគ្រោងទុកបន្ទាប់ពីបានស្ដាប់របាយការណ៍នៃកិច្ចប្រជុំរួចមកឯកឧត្តមឆៃរិទ្ធិសែនក៏បានថ្លែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានសហការយ៉ាងជិតស្និទ្ធនិងប្រកបដោយផ្លែផ្កាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានារដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ដៃគូអភិវឌ្ឍអង្គការជាតិអន្តរជាតិនិងគ្រប់ភាគីពាក់ព័ន្ធដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្តអនុវត្តប្រកបដោយជោគជ័យក្នុងការចូលរួមអនុវត្តនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងដើម្បីចូលរួមសម្រេចនៅចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050ជាមួយនឹងការឯកភាពលើទិសដៅការងារអភិវឌ្ឍជនបទបន្តឆ្នាំ2026ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួនបន្ថែមទៀតដើម្បីជាការតម្រង់ទិសការងារជូនដល់អង្គប្រជុំយកទៅអនុវត្តឲ្យសម្រេចគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមគិច្ចនៅក្នុងតំបន់ជនបទប្រកបដោយបរិយាបន្នសមធម៌និងចីរភាពជាចុងក្រោយឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការសរុបចំនួន70រូបដែលមានស្នាដៃល្អនៅក្នុងការបំពេញការងារជូនជាតិនិងប្រជាជនក្នុងរយៈពេលកន្លងមក